គីភ័យឆែមួយកន្លែងនៅចំណុចផ្លូវជាតិលេខ1ភូមិជ្រោយអំពិលទី2សង្កាត់ក្បាលកោះខណ្ឌច្បារអំពៅនៅវេលាម៉ោង 2:35 នាទីយប់រំលងអាទិត្យថ្ងៃទី12ខែឧសភា2026ហើយការអគិភ័យឆាបឆេះនេះសមត្ថកិច្ចកំពុងស្រាវជ្រាវអគិភ័យនេះបានធ្វើឲ្យឆេះខូចខាតកុំព្យូទ័រម៉ាស៊ីនមួយគ្រឿងនិងស្នោមួយចំនួនឆេះទាំងអស់ទាំងស្រុងចំនួន1ឃ្លាំងនៅវេលាម៉ោង 3:50 នាទីរំលងអាទិត្យនៅថ្ងៃខែឆ្នាំដដែលអគិភ័យក៏ត្រូវបានផលិតបានទាំងស្រុងដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញចំនួន4គ្រឿងប្រើប្រាស់ទឹកអស់ចំនួន4ឡានស្មើនឹង24ម៉ែត្រគូបនិងរថយន្តជំនួយដូចជារថយន្តក្រសួងមហាផ្ទៃ2គ្រឿងប្រើប្រាស់ទឹកអស់2ឡានស្មើនឹង12ម៉ែត្រគូបរថយន្តបូរីពេងហួតចំនួន1គ្រឿងប្រើប្រាស់ទឹកអស់1ឡានស្មើនឹង6ម៉ែត្រគូបរថយន្តសាលាខណ្ឌច្បារអំពៅទី1ប្រើប្រាស់ទឹកអស់1ឡានស្មើនឹង6ម៉ែត្រគូបរថយន្តស្រាបៀរកម្ពុជា1គ្រឿងប្រើប្រាស់ទឹកអស់1ឡានស្មើនឹង6ម៉ែត្រគូបក្រុមហ៊ុនម៉ាកាសាំងសង់ TSE ផ្ដល់សេវាប្រឹក្សាយោបល់និងការសាងសង់សំណង់គ្រប់ប្រភេទប្រកបដោយវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់ជាសកលទំនាក់ទំនង Telegram លេខ015 299 697